Tụi nhé trong thuyền tam tuពីPhnom Penhទៅសៀមរាបឬពីសៀមរាបទៅភ្នំពេញមែនទេថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលយើងបានធ្វើដំណើរតាម Cambodia River Express ហ្នឹងតើយើងចាប់ផ្ដើមពីណាទៅណីហើយនឹងទិដ្ឋភាពមួយចំនួននៅតាមផ្លូវទៅក៏ដូចជាមានអ្វីខ្លះនៅលើចប់ការធ្វើដំណើរមួយជើងហ្នឹងអញ្ចឹងសូមរីករាយកំសាន្តការអធិប្បាយរួមជាមួយនឹងរូបភាពទាំងអស់គ្នាការធ្វើដំណើររបស់ពួកយើងគឺយើងចាប់ផ្ដើមពីសៀមរាបទៅកាន់រាជធានីភ្នំពេញយើងចេញពីផ្ទះម៉ោង 7:08 ដើម្បីទៅភោជនីយដ្ឋានពុំនេះនៅម៉ោង 8 គាត់ដើម្បីឡើងឡានយើងអាចញ៉ាំកាហ្វេមួយកែវសិនហើយថ្ងៃនេះដែលយើងធ្វើដំណើរគឺអត់មានភ្ញៀវទេជាងមានតែមួយគ្រួសារយើង4នាក់ដូចមកឡានដាច់យើងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ធំហើយឆ្លងកាត់តាមផ្លូវជាតិលេខ 6នៅពេលនេះយើងជិះបានប្រហែលជា2ម៉ោងជាងទៅឈប់នៅព្រៃប្រោះនៅកន្លែងចំណតវរៈបុនធម្មភោជនីយដ្ឋានសម្រាប់ព្រៃប្រោះទីនេះយើងគេទុកពេលឲ្យយើងញ៉ាំអាហារមកស្រួលបួលព្រោះគោលដៅរបស់យើងគឺធ្វើម៉េចឲ្យដល់កំពង់ផែដែលទៅឡើងទូកនៅក្នុងខេត្តកំពង់ឆ្នាំងនៅផែកំពង់លេញក្នុងកំឡុងប្រហាក់ប្រហែលនឹងម៉ោង 12បន្ទាប់ពីយើងចេញបន្តពីព្រៃប្រោះទៅបានប្រហែលជាកន្លះម៉ោងយើងធ្វើការបត់ស្ដាំទៅតាមផ្លូវដីហុយដូចឃើញទិដ្ឋភាពនៅក្នុងឡានសាបគឺយើងកាត់ទៅតាមវាលស្រែមានឃើញសត្វពាហនៈសត្វគោសត្វក្របីហើយនឹងស្រូវហើយអ្វីដែលគួរកត់សម្គាល់តាមផ្លូវនេះគឺដីហុយខ្លាំងរួមទាំងហុយចូលឡានទៀតអញ្ចឹងគួរមានម៉ាស់ដើម្បីនឹងជាសុវត្ថិភាពអញ្ចឹងឡាននេះមិនមែនជាឡានពិនិត្យទេគឺជាឡានក្រុងយើងធម្មតាការធ្វើដំណើរនៅតាមដីហុយនេះប្រហែលជាជាង1ម៉ោងដែរអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវប្រឈមនឹងការលំបាកខ្លះហើយនៅពេលទិដ្ឋភាពតាមផ្លូវគឺស្អាតបើសិនជាដីអត់ហុយទេគឺខ្ញុំគិតថានេះជាបទពិសោធន៍មួយល្អដែរជាពាក់ព័ន្ធជាមួយនឹង Cambodia River Express នេះមិនមែនជាទូលឿនឬក៏មិនមែនជាការធ្វើដំណើរលឿនទេគឺចំណាយពេលច្រើនចុះដូចជាយើងបានដឹងត្រួសឲ្យចេញពីម៉ោង 8ទៅហើយត្រូវឡើងទៅទីតាំងឡើងទូកនោះខ្ទង់ម៉ោង 12អញ្ចឹងចំណាយពេល4ម៉ោងនៅក្នុងការធ្វើដំណើរតាមឡានហើយក្រោយពីយើងឡើងទូកទៅយើងចំណាយពេល4ម៉ោងទៀតនៅក្នុងការធ្វើដំណើរតាមទូកហើយយើងចាក់តាមប្រព័ន្ធអ៊ីនធឺណិតគឺថា3ម៉ោងប៉ុន្តែជាក់ស្ដែងគឺមិនមែន3ម៉ោងទេគឺ3ម៉ោងក្រាស់ដល់4ម៉ោងនៅខាងស្នាមដៃគឺយើងឃើញមានផ្លូវស្រូវស្រែបណ្ដែងទឹកអញ្ចឹងទឹកស្រកឥឡូវអញ្ចឹងមានការសាបព្រោះស្រូវសាជាថ្មីភ្នំដែលលោកស្រីឃើញហ្នឹងនឹងគឺជាភ្នំកងរៃនៅក្នុងខេត្តកំពង់ឆ្នាំងប៉ុន្តែនៅមួយខាងទៀតព្រោះយើងនៅខាងបែកខាងនេះបើយើងទៅឆ្លងតាមទន្លេសាបទៅខាងនោះនឹងទៅដល់ខេត្តកំពង់ឆ្នាំងនេះគឺផ្លូវចុះទៅផែគឺមានសភាពដូចទប់ងើបចេញពីទឹកចឹងដីហុយខ្លាំងមានអ្នកលក់ដូរតាមផ្លូវទៅហើយមកដល់ត្រង់ផែកំពង់លេញយើងអត់ចូលទៅកន្លែងផែសាឡាងដែលគេឆ្លងទៅខេត្តកំពង់ឆ្នាំងទេគឺយើងបត់ស្នាមប្រហែលជា100ម៉ែត្រជាងទៅដល់ចំណតកន្លែងឡើងហើយចុះទូក Cambodia River Express យើងចុះបានប្រហែលជាមិនតិចនៅកន្លែងនេះអត់មាន payment អីទេហើយ
ហើយជាចាំខ្ទង់20នាទីទូក៏បានមកដល់ទីទៀតមកបងប្អូននឹងឃើញពីទិដ្ឋភាពទូមកដល់កន្លែងដែលយើងត្រឡប់ហើយបាទនេះគឺជា Cambodia River Express និយាយរួមទៅនេះមិនមែនជាទូទេនេះគឺជាកប៉ាល់ទឹកខ្នាតតូចហើយពេលនេះទូនេះក៏បានចាប់ផ្ដើមរៀបចំខ្លួនចូលមកទីចំណតហើយក៏បានដាក់ភ្ញៀវទេសចរមួយចំនួនពីរាជធានីភ្នំពេញមកកាន់ផែនេះហើយពួកគាត់នឹងបន្តត្រឡប់ទៅខេត្តសៀមរាបយើងវិញនិយាយរួមទៅដំណើរខ្សែដំណើររបស់កប៉ាល់ទឹកនេះគឺចេញពីភ្នំពេញនៅពេលព្រឹកចឹងអាចថាម៉ោង8ចេញពីភ្នំពេញមកដល់កំពង់លេងតងថ្ងៃត្រង់ហើយចេញពីកំពង់លេងតងថ្ងៃត្រង់ទៅបញ្ចប់នៅរាជធានីភ្នំពេញវិញគឺនៅកន្លងម៉ោង4ឬក៏4ជាងបាទព្រោះយើងបានធ្វើដំណើរឡើងគេចោះយើងឡើងគឺនៅកន្លែងនេះគឺភ្លាមបាទយើងអាចលើកអីវ៉ាន់លើកអីដាក់ចូលទៅនៅតាមដងផ្លូវយើងឃើញមានជីវភាពបងប្អូនគ្រួសារនេះស្រុកភូមិនៅក្នុងស្រុកកំពង់លេងហ្នឹងឥឡូវចោះចូលទៅមើលខាងក្នុងតើមានទិដ្ឋភាពយ៉ាងណាបាទខាងក្នុងនេះគឺមានទង40កៅអីជាងនៅកាប៊ិនខាងនៅបន្ទប់ខាងក្រោយហើយមាន40ជាងទៀតនៅបន្ទប់ខាងមុខហើយមានកញ្ចក់ហើយគួរទេសភាពតាមផ្លូវបានរហូតអ្វីដែលពិសេសនោះគឺក្នុងកាប៊ិនទាំងអស់គឺបំពាក់ដោយម៉ាស៊ីនត្រជាក់រួមជាមួយនឹងបន្ទប់ទឹកជាបន្ទប់ទឹកនៅខាងក្រោយនោះអានេះកន្លែងលាងដៃហើយបន្ទប់ទឹកនៅខាងឆ្វេងខាងស្ដាំបន្ទប់ទឹកគេនោះគឺទឹកអូតូ flash គឺវា flash រហូតពីព្រោះនេះតកតនឹងកញ្ចប់ខាងទូវិញគឺយើងសម្រាប់ជនជាតិខ្មែរយើងគឺមានតម្លៃ$29ក្នុងម្នាក់រួមបញ្ចូលជាមួយនឹងថ្លៃឡានហើយថ្លៃទូក៏ដោយហើយខាងក្នុងនេះក៏គេមានដល់ជូនជាអាហារហើយនឹងភេសជ្ជៈមួយពេលដែរបន្ទាប់ពីយើងប្រមងម្ហូបអាហាររួចហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរទៅតាមទន្លេសាបចេញពីនៅតាមដងទន្លេសាបនេះចេញពីកំពង់លេងឆ្ពោះទៅកាន់រាជធានីភ្នំពេញនៅតាមផ្លូវគឺយើងឃើញមានការរស់នៅរបស់ប្រជាជនរបស់យើងដែលរស់នៅតាមដងទន្លេនេះចេញខ្សែទឹកដ៏ធំច្រឡឹងហើយក៏មានការនេសាទរប៉ែរប៉ោះចេញពីកំពង់លេងទៅគិតថាគឺជាការប្លែកភ្នែកយ៉ាងដែរជាពិសេសគឺទេសចរបរទេសគឺគាត់នឹងទទួលបានអារម្មណ៍មួយថ្មីសម្រាប់គាត់គាត់បញ្ជាក់ឡើងវិញថានេះមិនមែនជា speed boat ទេគឺ boat នេះគឺល្មមអត់លឿនខ្លាំងទេចឹងយើងអាចមានពេលកំសាន្តអាចឈរទៅខាងមុខទូខាងមុខកប៉ាល់ហ្នឹងដើម្បីមើលទេសភាពបាន
ពេលយើងធ្វើដំណើរកាន់តែឆ្ងាយទៅហើយទិដ្ឋភាពនៃការនេសាទត្រីក៏កាន់តែច្រើនឡើងពីព្រោះរដូវក្នុងខែ12ចុងខែ12នេះគឺជារដូវមួយដែលគេបើកឲ្យនេសាទជារដូវនេសាទចឹងទូករឹតតែមិនអាចបើកលឿនទៀតដោយសារតែមានការដាក់មងប្រទាក់ចឹងច្រើននៅតាមដងទន្លេសាបនេះហើយនិយាយដល់ដងទន្លេសាបខ្ញុំក៏ចង់បញ្ជាក់បន្តិចអ្វីទៅជាដងទន្លេសាបអ្វីទៅជាបឹងទន្លេសាបចឹងដងទន្លេសាបនេះអង្គន័យថា river ហើយបឹងទន្លេសាបlake ណាriver គឺទន្លេសាបនេះគឺមានចម្ងាយខ្ទង់120 គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំងរហូតដល់រាជធានីភ្នំពេញហើយដងនេះគឺមានព្រំប្រទល់ឬក៏ហូរកាត់ខេត្ត5ដែលមានខេត្តកំពង់ឆ្នាំងខេត្តកំពង់ធំខេត្តកំពង់ចាមខេត្តកណ្ដាលហើយនិងរាជធានីភ្នំពេញរីឯបឹងទន្លេសាបគឺមានព្រំប្រទល់ជាចម្បងជាមួយនឹង5ខេត្តដែរដែលមានដូចជាខេត្តសៀមរាបខេត្តកំពង់ធំខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងតែដោយសារតែរដូវវស្សាទឹកលាតសន្ធឹងរហូតទៅដល់ខេត្តបន្ទាយមានជ័យចឹងពេលខ្លះគេឲ្យព្រំប្រទល់រហូតដល់6ខេត្តហើយអ្វីដែលពិសេសសម្រាប់ដងទន្លេសាបគឺវាមានបាតុភូតធម្មជាតិដ៏អស្ចារ្យដែលមានតែមួយគឺការហូរដោយច្រាស់ចុះច្រាស់ឡើងអញ្ចឹងនៅក្នុងរដូវប្រាំងឥឡូវពីខែ10មកពីខែ11រហូតដល់ខែ5គឺទឹកហូរពីបឹងទន្លេសាបចាក់ទៅទន្លេមេគង្គដែលទន្លេនៅម្ដុំទន្លេចតុមុខនោះដោយសារតែនេះជារដូវប្រាំងចឹងកម្ពស់ទឹកនៅលើដងទន្លេមេគង្គឬទន្លេផ្សេងហ្នឹងដែលហូរទៅកាន់សមុទ្រចិនខាងត្បូងហ្នឹងមានសភាពស្រកខ្លាំងអញ្ចឹងវាទាញយកលំហូរទឹកពីបឹងទន្លេសាបទម្លាក់ទៅជួយផ្គត់ផ្គង់នៅទន្លេមេគង្គអញ្ចឹងវាជាបាតុភូតមួយដ៏អស្ចារ្យហើយប៉ុន្តែនៅពេលខែវស្សាត្រឡប់មកវិញពីខែ6រហូតដល់ខែ10តែប្រហែលខែទ្រាំទឹកវាឡើងគ្រប់តែ5ខែទេអញ្ចឹងគឺនៅពេលទន្លេមេគង្គមានកម្ពស់ទឹកខ្ពស់ដោយសារតែរំលាយដូចជាទឹកកកនៅភ្នំហិមាល័យផងហ្នឹងក៏ធ្វើឲ្យទឹកមានកម្ពស់ឡើងខ្ពស់ខ្លាំងអញ្ចឹងទឹកនឹងក៏ហៀហើយរុញលំហូរទឹកពីតាមដងទន្លេសាបហ្នឹងពីទន្លេមេគង្គចាក់មកបឹងទន្លេសាបវិញអញ្ចឹងទឹកក៏ចាប់ផ្ដើមហូរទៅច្រាស់មកចូលបឹងវិញអញ្ចឹងទៅចឹងនៅកន្លែងមួយដែលជាការចាប់អារម្មណ៍របស់ភ្ញៀវទេសចរខ្លាំងដែរនៅពេលយើងនិយាយពីប្រព័ន្ធពុទ្ធហេតុមួយនេះហើយតើតើនឹងទំហំរបស់បឹងទន្លេសាបយើងវិញនៅពេលដោយសារការហូរចុះហូរឡើងនេះគឺនៅពេលរដូវប្រាំងវាស្រករហូតដល់ខ្ទង់3000 គីឡូម៉ែត្រការ៉េតែដល់ពេលដល់ខែវស្សាវិញវាអាចគុណរហូតដល់5ដងអញ្ចឹងវាអាចដល់15000 គីឡូម៉ែត្រការ៉េហើយចឹងវាឡើងធំមែនទែននៅក្នុងខែវស្សាដោយសារតែកត្តាទឹកភ្លៀងផងហើយនិងកត្តាជន់រុញពីទន្លេមេគង្គផង
យើងបន្តទៀតការធ្វើដំណើររបស់យើងចឹងមកដល់ស្ពានព្រែកក្តាមហើយចឹងធ្លាប់តែជិះកាត់តែថ្ងៃនេះយើងជិះចូលពីក្រោមស្ពានម្ដងបាទគឺយើងអាចមកឈរនៅខាងមុខឬគៀនតែគៀនអត់មានសុវត្ថិភាពទេនៅភាគច្រើនគឺសម្រាប់តែគ្រូអ្នកបើកកាពីតាំងឬហើយនឹងគ្រូសម្រាប់គាត់ដោះដូរគ្នាចាក់ទឹកមើលម៉ាស៊ីនមើលអីចឹងទៅបាទមិនយូរប៉ុន្មានក៏យើងបានមកដល់រាជធានីភ្នំពេញហើយថ្ងៃចាប់ដើមថាកងភ្នំតែនេះមានអីកងអាគារកងរាជធានីហើយយើងមើលឃើញស្ពានជ្រោយចង្វាលឹមអាចស៊ូមមើលបានច្បាស់ហើយដែលមានអាគារវឌ្ឍនៈនៅខាងស្ដាំដៃនោះនិងសំណង់អាគារធំនៅក្នុងរាជធានីភ្នំពេញរបស់យើងរួមជាមួយនឹងនាវាទេសចរក៏ចូលចតតាមខាងហ្នឹងមើលទៅគួរឲ្យស្រស់ស្អាតហើយស៊ីវិល័យទំនើបមែនទែនរាជធានីភ្នំពេញយើងមើលពីខ្សែទឹកត្រឡប់ទៅវិញខាងលើនេះគឺខាងស្ពានថ្មីជួយស្ពានអីខ្លាញ់ស្ពានភ្លោះយើងធ្វើថ្មីគឺនៅខាងនេះហើយចាំមើលនៅពេលជាងជិះចូលពីក្រោមទៅចឹងឃើញចន្លោះពីស្ពានថ្មីទៅស្ពានចាស់មើលពីក្រោមទៅនេះស្រស់ស្អាតមកគូនេះគឺស្ពានជ្រោយចង្វាយើងពីដើមទីមកគឺនៅខាងនេះតែជិះទូកប្រហែលម៉ោងនេះអត់មានអារម្មណ៍ថាធុញថប់អីទេគឺស្រស់ស្រាយសប្បាយប្លែកក្នុងអារម្មណ៍ចឹងបើសិនជាយើងមិនបញ្ញាប់មានពេលច្រើនគួរតែធ្វើដំណើរឲ្យប្លែកម្ដងមកទៅពីសៀមរាបក៏បានមកពីភ្នំពេញវិញក៏បានហើយជិះតាមទូកម៉ាស៊ីនត្រជាក់នេះមើលទិដ្ឋភាពរាជធានីភ្នំពេញយើងពីដងទន្លេសាបយើងទៅបន្តិចទៀតនឹងចូលដល់ចតុមុខហើយជាកន្លែងដែលយើងចុះចតហើយនេះគឺជាលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនងដើម្បីនឹងកក់សម្បត្តិឬក៏ដូចជាសួរព័ត៌មានផ្សេងទាក់ទងតម្លៃខ្មែរជនជាតិខ្មែររបស់យើងគឺមានតម្លៃ$29ក្នុងម្នាក់រីឯបរទេសតែមិនមែនជាជនជាតិខ្មែរយើងហ្នឹងតម្លៃ49តែនេះគឺតម្លៃដែលខ្ញុំបាននៅក្នុងខែ12ណាអញ្ចឹងតើតើតម្លៃជាក់ស្ដែងយ៉ាងណាសូមអ្នកដែលចាប់អារម្មណ៍ទាំងអស់អញ្ជើញតាក់ទងទៅតាមលេខទូរស័ព្ទនេះចុះបាទឥឡូវពួកខ្ញុំក៏មកដល់ទីចំណតចតដោយសុវត្ថិភាពរីករាយសប្បាយមកទូកនេះគឺមកមួយគ្រួសារ4នាក់មកទេតែអត់មានអ្នកជិះជាមួយគឺអែមែនតើអញ្ចឹងការធ្វើនៅរបស់ពួកខ្ញុំក៏បានចប់តែត្រឹមនេះយើងមកដល់រាជធានីភ្នំពេញក៏បានចុះហើយចុះចតបានរួចស្រួលបួលក៏ធ្វើដើរចេញពីមាត់ទន្លេហើយទៅរកអីជិះហើយទៅដល់បន្ទប់ហូតែលដើម្បីធ្វើការស្នាក់នៅ
នៅក្នុងរាជធានីភ្នំពេញមួយយប់ហើយយើងធ្វើដំណើរទៅផ្សេងទៀតនៅក្នុងកំឡុងពេលចូលឆ្នាំសកលហ្នឹងអរគុណសម្រាប់ការទស្សនាតាមដានទាំងអស់គ្នាសង្ឃឹមថានេះជាបទពិសោធន៍ថ្មីហើយបើចង់សប្បាយអាចតាក់ទងទៅក្រុមហ៊ុនដើម្បីនឹងធ្វើការកក់សម្បត្តិធ្វើដំណើរការអរគុណជម្រាបលា